ដំណើរកំសាន្តទៅលេងខេត្តកំពតសួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំម្ដងទៀតថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ពីធម្មជាតិនៅទឹកដីកំពតដ៏ស្រស់ស្អាតទីនេះគឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់គេចពីភាពមមាញឹកក្នុងទីក្រុងមកស្រូបយកខ្យល់អាកាសបរិសុទ្ធសម្រាប់លំហែកាយនិងរីករាយជាមួយធម្មជាតិដ៏ស្រស់ត្រកាលដូច្នេះកុំភ្លេច Like Subscribe និង Share ដើម្បីគាំទ្រការផលិតវីដេអូរបស់យើងខ្ញុំផងណាឥឡូវនេះតោះទៅទស្សនាជាមួយគ្នាគ្រាន់តែចូលមកដល់ភ្លាមអារម្មណ៍ដំបូងដែលខ្ញុំទទួលបានគឺភាពស្រស់ស្រាយនិងស្ងប់ស្ងាត់នៅជុំវិញពោពេញទៅដោយដើមឈើពណ៌បៃតងភ្នំធម្មជាតិនិងខ្យល់អាកាសត្រជាក់ល្វឹងល្វើយដែលធ្វើឲ្យអារម្មណ៍នឿយហត់ពីការងារបាត់ទៅមួយរំពេចពាក្យ Adventure ដែលត្រូវបានដាក់យ៉ាងធំគឺបង្ហាញពីអត្តសញ្ញាណនៃទីកន្លែងនេះដែលផ្ដល់ទាំងការកម្សាន្តនិងផ្សងព្រេងនិងការសម្រាកលំហែយ៉ាងពេញលេញអ្នកដែលចូលចិត្តថតរូបកន្លែងនេះពិតជាស័ក្តិសមខ្លាំងណាស់ព្រោះគ្រប់ជ្រុងសុទ្ធតែអាចក្លាយទៅជាទីតាំងថតរូបដ៏ស្រស់ស្អាតនេះគឺជាទិដ្ឋភាពដ៏អស្ចារ្យមួយដែលធ្វើឲ្យអ្នកដែលមកដល់ទីនេះមិនចង់ត្រឡប់ទៅវិញផ្ទៃទឹកពណ៌ខៀវស្រងាត់លាយឡំជាមួយនឹងភ្នំនៅក្រោយនិងពពកពណ៌សនៅលើដើមនៅលើមេឃបង្កើតបានជាទេសភាពដ៏ស្រស់បំព្រងពេលឈរមើលទេសភាពបែបនេះយើងអាចមានអារម្មណ៍ថាជីវិតកាន់តែស្ងប់ស្ងាត់និងមានសេចក្តីសុខសំឡេងខ្យល់បក់ប៉ះទឹកសំឡេងបក្សីយំនិងសម្រស់ធម្មជាតិជុំវិញគឺជាអំណោយដ៏មានតម្លៃដែលធម្មជាតិបានផ្ដល់ឲ្យយើងសម្រាប់អ្នកដែលចង់សម្រាកពីសម្ពាធការងារឬចង់ចំណាយពេលជាមួយគ្រួសារនេះគឺជាជម្រើសដ៏ល្អមួយនៅទីនេះក៏មានកន្លែងសម្រាប់អង្គុយលេងសម្រាប់ទស្សនាទេសភាពផងដែរដើមដូងដែលរំតាមខ្យល់បង្កើតអារម្មណ៍ដូចជានៅរមណីយដ្ឋានឆ្នេរសមុទ្រដ៏ប្រណិតមួយអ្នកអាចមកលេងជាមួយមិត្តភ័ក្តិគ្រួសារឬមនុស្សជាទីស្រឡាញ់ដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នាក្រៅពីនេះក៏មានសកម្មភាពជាច្រើនដែលអាចចូលរួមដូចជាជិះទូកកម្សាន្តថតរូបទេសភាពបោះតង់ទទួលទានអាហារជាមួយនឹងទេសភាពមាត់ទឹកថ្ងៃរះនិងថ្ងៃលិចជាពិសេសនៅពេលល្ងាចយើងអាចមើលថ្ងៃលិចពណ៌មាសលើផ្ទៃទឹកពិតជាស្រស់ស្អាតមិនអាចពណ៌នាបានពេលខ្លះការធ្វើដំណើរមិនមែនដើម្បីស្វែងរកកន្លែងថ្មីប៉ុណ្ណោះទេប៉ុន្តែគឺដើម្បីស្វែងរកភាពស្ងប់ស្ងាត់នៅក្នុងចិត្តរបស់យើងផងដែរការឈរមើលទៅលើផ្ទៃទឹកដ៏ធំល្វឹងល្វើយស្ដាប់សំឡេងខ្យល់និងគិតអំពីរឿងរ៉ាវក្នុងជីវិតគឺជាពេលវេលាដ៏មានន័យមួយធម្មជាតិមិនត្រឹមតែផ្ដល់ភាពស្រស់ស្អាតនោះទេប៉ុន្តែថែមទាំងផ្ដល់កម្លាំងចិត្តនិងសេចក្តីសុខដល់មនុស្សគ្រប់រូបផងដែរពេលខ្លះយើងគួរតែចំណាយពេលបន្តិចដើម្បីសម្រាកពីការងារបិទទូរស័ព្ទហើយរស់នៅជាមួយនឹងធម្មជាតិឲ្យបានច្រើនជាងមុនព្រោះសេចក្តីសុខពិតប្រាកដមិនមែនស្ថិតលើទ្រព្យសម្បត្តិប៉ុណ្ណោះនោះទេប៉ុន្តែស្ថិតទៅលើពេលវេលាល្អដែលយើងបានចំណាយជាមួយមនុស្សដែលយើងស្រឡាញ់ហើយនេះគឺជាដំណើរកម្សាន្តនៅក្នុងខេត្តកំពតដែលយើងបានមកលេងរយៈពេល2យប់3ថ្ងៃបើអ្នកចូលចិត្តវីដេអូមួយនេះកុំភ្លេចចុច Like Comment និង Subscribe ដើម្បីគាំទ្រការផលិតវីដេអូថ្មីៗបន្ថែមទៀតបើអ្នកធ្លាប់មកទីនេះសូមចែករំលែកពីបទពិសោធន៍របស់អ្នកក្នុង Comment ខាងក្រោមផងសូមអរគុណសម្រាប់ការទស្សនានិងជួបគ្នាក្នុងវីដេអូក្រោយៗទៀតសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អនិងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពសូមអរគុណ
Thank you.